លំហាត់ប្រាណអីខ្លះដែលសុវត្ថិភាពក្នុងការធ្វើពេលមានផ្ទៃពោះលំហាត់ប្រាណដូចជាការដើរហែលទឹកជិះកង់អាអេរ៉ូប៊ិកដូចជាខាឌីយ៉ូអីផ្សេងណាយូហ្គាផាឡាទីរ៉ាន់នីងរត់ណាបងប្អូនគឺគេថាគឺល្អហើយសុវត្ថិភាពសម្រាប់អ្នកមានផ្ទៃពោះអ្នកជំនាញគេ recommend ថាអាចរត់បានតែខ្ញុំមិនបង្ខំឲ្យបងប្អូនទៅរត់ទេប៉ុន្តែគេនិយាយថាបើយើងហាត់ប្រាណយើងត្រូវតែមើលរាងកាយយើងដែរមិនមែនឃើញគេរត់ហើយយើងរត់តាមគេនោះទេដែលរាងកាយយើងអាចទៅរួចអត់យើងធ្វើកើតអត់ហើយយើងហត់ស្ដាប់រាងកាយយើងឲ្យផឹកទឹកឲ្យបានច្រើនកុំឲ្យបាត់បង់ជាតិទឹកនៅក្នុងកំឡុងពេលហាត់ប្រាណព្រោះយើងហាត់ទឹកបែកញើសបែកអីទៅវាអាចបាត់បង់ជាតិទឹកអញ្ចឹងហើយលំហាត់ប្រាណអីខ្លះដែលយើងមិនគួរធ្វើលំហាត់ប្រាណដែលយើងមិនគួរធ្វើទី1គឺជាប្រភេទលំហាត់ប្រាណដែលងាយធ្វើយើងដួលអីចឹងណាព្រោះថាការដួលនៅពេលដែលយើងមានផ្ទៃពោះគឺអត់ល្អទេជាពិសេសយើងពោះធំណាពោះយើងធំហើយយើងដួលគឺអត់កើតទេហើយមួយទៀតគឺ hot yoga ប៉ុន្តែ yoga ក្តៅខ្ញុំធ្លាប់ធ្វើ hot yoga គេមានបន្ទប់បើកកម្ដៅក្តៅខ្លាំងហើយគេឲ្យយើងហាត់នៅក្នុងនោះយើងឆាប់បែកញើសខ្លាំងមែនតើអញ្ចឹងយើងមានផ្ទៃពោះវាអាចបាត់បង់ជាតិទឹកអញ្ចឹងគេអត់ recommend hot yoga ទេការជិះស្គីការលេងហុកគីការលេងបាល់បោះបាល់ទាត់បណ្ដាលអីហ្នឹងហើយនឹងអីគេ scuba ហ្នឹងអារបៀបបែបរាំហ្នឹងខ្ញុំអត់សូវច្បាស់ដែរហើយ gymnastic គឺគេអត់ឲ្យធ្វើទេជិះស្គីលើទឹកលើទឹកកកជិះសេះជិះអីហ្នឹងគឺអត់ឲ្យធ្វើទេវាអាចប៉ះពាល់ណាបើថាត្រឹមតែលើកគីឡូណាឬក៏ហាត់ yoga គឺល្អខ្លាំងមែនតើសម្រាប់អ្នកមានផ្ទៃហើយនឹងការលើកសាច់ដុំអត់អីទេព្រោះថាពេលយើងលើកមានផ្ទៃពោះយើងអត់សូវបាត់បង់សាច់ដុំអញ្ចឹងយើងអត់សូវឆាប់ចាស់ទេល្អសម្រាប់ម្ដាយហើយក៏ល្អសម្រាប់ការរីកលូតលាស់របស់កូនដែរ